បរោះវ័យក្មេងរូបនេះគ្រាន់តែអត់ទ្រាំមិនបានក៏កណ្ដាស់មួយថាបានធ្វើឲ្យរលំបន្ទប់ទឹករបស់ប្រពន្ធគ្រូរួមកន្សែងវាគាត់រត់ចេញមកក្រៅលោកគ្រូឃើញកូនសិស្សបង្កទៀតហើយក៏សម្រេចចិត្តបណ្តេញគាត់ចុះពីលើភ្នំដែលគាត់ចុះពីលើភ្នំក៏បានជួបពួកបងធំកំពុងបួសស្រីស្អាតលេងនៅកន្លែងដាច់ស្រយាលបែបនេះនៅតែអាចជួបស្រីស្អាតមានសាច់មានឈាមបែបនេះទៀតត្រូវនឹងចំណងចំណូលចិត្តរបស់អញតែម្ដងពួកលោកមេត្តាផ្ដល់កិត្តិយសនិងគោរពផងផ្ដល់កិត្តិយសនៅតំបន់នេះនៅកន្លែងរបស់បងខាងនេះចេញទៅនាងឲ្យកុំធ្វើរពាមិនដឹងអីពេកចេញទៅអាមុខអាក្រក់នាងថាម៉េចលោកបងសូមបន្ធូរកំហឹងផងតើតាំងពីល្ងាចចង់ញ៉ាំអីដែរទុកជាការសុំទោសជាមួយទៅមួយកន្លែងតើមានចំណែកឯងនិយាយនៅទីនេះថាយើងមុខអាក្រក់អញ្ចឹងយប់នេះនាងត្រូវតែសងយើងវិញមិនសងក៏ត្រូវតែសងដែរជួយផងស្រែកទៅស្រែកទៀតទៅទោះជាស្រែកដល់មេឃក៏គ្មាននរណាមកជួយនាងដែរលែងនាងទៅអាឡប់ឯងជាស្អែកហ៊ានមកចេះដឹងរឿងអញផងឯងមិនទាន់សមនឹងដឹងឈ្មោះអញទេអញមិនខ្វល់ថាអញឈ្មោះអីទេហ៊ានចេះដឹងរឿងត្រូវតែបងថ្លៃខាតបងមាត់របស់អ្នកប្រសើរជាងនិយាយឲ្យស្រួលបួលអញឲ្យពេលឯង10វិនាទីលែងនាងភ្លាមសម័យនេះពិតជាមានមនុស្សចម្លែកមែនឯងសល់ពេល5វិនាទីទៀតបរោះជួយស្រីស្អាតទៀតឯងពិតជាមិនបានថាពាក្យយល់ស្លាប់អញ្ចឹងថ្ងៃនេះអញនឹងវាយអញឲ្យពិការអាហាលែងអញភ្លាមអញទើបតែបានផ្ដល់ឱកាសឲ្យអញហើយតែរបស់អញអូយចង្រៃយកអាប្រុសម្នាក់នេះមានស្នៀតប្រយុទ្ធតើបងផាំងត្រូវគេវាយបង្ក្រាបបាត់ហើយនៅឈរថ្មឹងធ្វើអីទៀតចូលទៅវាយវាឲ្យពិការទៅប្អូនប្រុសពួកវាមនុស្សច្រើនណាស់ប្រញាប់រត់ទៅរត់គ្រាន់តែជាក្រុមស្រមោចមួយវងប៉ុណ្ណោះសំឡេងប្រយុទ្ធគ្នាខ្ញុំក៏អាចជួយបានដែរឈរនៅខាងក្រោយខ្ញុំទៅមួយវងគ្មានបានការអាប្រុសអាព្រៀបឯងចាំមើលលោកបងកែវរបស់អញមកដល់ឯងនឹងបានស្គាល់រសជាតិមិនខានខ្ញុំចាំមើលឯងពូកែវាយណាស់មែនទេគួរឲ្យស្ដាយណាស់នៅតំបន់នេះពូកែវាយគ្មានប្រយោជន៍ទេគាត់ចង់ហៅលោកបងកែវបងកែវតើលោកបងកែវជាអ្នកដែលមានអំណាចពិតប្រាកដនៅតំបន់នេះបងផាំងគ្រាន់តែជាឆ្កែម្នាក់នៅក្រោមបង្គាប់គាត់ប៉ុណ្ណោះទេអ្នកដល់ខ្ញុំទៅចុះអ្នកនឹងលោកថៅកែគិតយ៉ាងម៉េចសំឡេងទូរស័ព្ទនរណាខ្លាំងម្លេះហ៊ានមកធ្វើបាបមនុស្សរបស់គឺជាអាប្រុសក្រីក្រមិនស្គាល់កាលៈទេសៈវាថែមទាំងចេះប្រយុទ្ធទៀតផងវានៅនិយាយទៀតថាឲ្យលោកបងមកលុតជង្គង់សុំទោសវាអញមើលទៅវាប្រហែលជាធុញនឹងរស់ហើយអញខាត់វាឲ្យជាប់10នាទីទៀតអញនឹងទៅដល់អាប្រុសអាព្រៀបឯងពូកែវាយណាស់មែនទេតាមឡើយខ្ញុំក៏មិនបានបំរុងនឹងរត់ឲ្យសោះកញ្ញាអ្នកប្រញាប់ទៅឲ្យលឿនទៅរឿងនេះមិនមែនជារឿងដែលអ្នកត្រូវមកពាក់ព័ន្ធទេគាត់បានជួយចេញមុខជំនួសខ្ញុំមិនអាចទៅចោលគាត់បានទេសំឡេងកាយកាបូបអូហូប្រែថាមិនមែនជាកញ្ញាសាមញ្ញទេតើនៅតែជាបុគ្គលិករបស់ Shenzhen Group ទៀតគួរឲ្យចាប់អារម្មណ៍មែនប្រកោរបស់ឲ្យនាងវិញទៅចាំលោកបងកែវមកដល់ចាំមើលថាតើសំឡេងរថយន្តបើកចូលមកលោកបងកែវមកដល់ហើយអ្នកមេឃឲ្យពិតជាលោកបងកែវមែនក្រុមបងធំដែរចូលមកគឺឯងមែនទេដែលហ៊ានប៉ះពាល់មនុស្សរបស់អញគឺឯងនឹងហើយដែលហ៊ានប៉ះពាល់មនុស្សរបស់អ្នកបង្ករោគរឿងនឹងធ្វើបាបស្ត្រីភេទក្នុងនាមអ្នកជាមេដឹកនាំរបស់ពួកគេត្រូវតែមានការដោះស្រាយឲ្យសមរម្យនៅចំពោះមុខអញមិនទាន់ដល់វេនអ្នកក្រៅមកចេះដឹងទេពីយប់នេះទៅទីនេះនឹងមិនមែនជាដែនដីរបស់អ្នកទៀតឡើយអញមើលទៅអាប្រុសអញពិតជាចង់ស្លាប់មែនហើយដល់ពេលចិត្តស្លាប់ហើយនៅតែហ៊ាននិយាយពាក្យសម្ដីបងកែវគឺជាស្ដេចត្រាញ់នៅទីនេះនៅក្នុងសង្គមងឹតគេហៅគាត់ថាកែវកំបិត3រាត្រីទាំងមូលគឺគាត់ជាអ្នកកំណត់ទាំងអស់តើមានចំណែកឯងមកឈប់រើនៅទីនេះទេតើគាត់ជានរណាតែស្ដេចត្រាញ់នៅតំបន់